ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូបង្រៀនភាសាជប៉ុននៃ JCam Academy Channel នៅក្នុងវីដេអូនេះយើងនឹងបន្តសិក្សាអំពីរបៀបនៃការអាននិងអំពីចំណុចចងចាំសំខាន់ៗទាក់ទងនឹងតួអក្សរ Hiragana ផ្សេងៗទៀតបន្ទាប់ពីតួអក្សរដែលយើងបានសិក្សានៅវីដេអូមុនក្រុមតួអក្សរដែលយើងនឹងសិក្សាជាបន្តទៀតនៅក្នុងវីដេអូនេះគឺក្រុមតួអក្សរ Na Ni Nu Ne No តើអ្នកសម្គាល់ឃើញដូចម្តេចចំពោះសំឡេងនៃការអានក្រុមតួអក្សរ Na Ni Nu Ne No Na Ni Nu Ne No ចំពោះក្រុមតួអក្សរ Na Ni Nu Ne No គឺគ្មានចំណុចពិបាកក្នុងការបញ្ចេញសំឡេងតួអក្សរទាំងនេះសម្រាប់ជនជាតិខ្មែរយើងទេដូច្នេះយើងនឹងស្ដាប់សំឡេងនៃការអានក្រុមតួអក្សរ Na Ni Nu Ne No ម្ដងទៀត Na Ni Nu Ne No បន្តមកទៀតតើអ្នកសម្គាល់ឃើញដូចម្តេចចំពោះសំឡេងនៃការអានក្រុមតួអក្សរ Ha Hi Hu He Ho Ha Hi Hu He Ho ចំពោះក្រុមតួអក្សរ Ha Hi Hu He Ho ចំណុចប្រុងប្រយ័ត្នមួយគឺស្ថិតនៅត្រង់តួអក្សរ F ដែលរួមមកជាសរសេរអក្សរ F និងអក្សរ U ដែលគួរតែអានថា F ប៉ុន្តែតើនោះពិតជា F មែនទេសូមស្ដាប់សំឡេងនៃតួអក្សរនេះម្ដងទៀត Hu Hu ចំពោះតួអក្សរមួយនេះជនជាតិជប៉ុននឹងបញ្ចេញសំឡេងយ៉ាងស្រាលបំផុតដោយមិនឲ្យបបូរមាត់ទាំងពីរប៉ះគ្នាឬបបូរមាត់ក្រោមប៉ះទៅនឹងធ្មេញលើនោះទេផ្ទុយទៅវិញអ្នកបញ្ចេញសំឡេងគឺហាក់ដូចជាកំពុងសម្រួចមាត់ដោយបង្ហើបចន្លោះរវាងបបូរមាត់ទាំងពីរដើម្បីផ្លុំខ្យល់បន្តិចចេញពីក្នុងមាត់ស្របពេលនឹងបញ្ចេញសំឡេង F នេះជារបៀបនៃការបញ្ចេញសំឡេងនៃតួអក្សរ F ក្នុងភាសាជប៉ុនតើអ្នកអាចអនុវត្តបានទេយើងនឹងស្ដាប់សំឡេងនៃការអានក្រុមតួអក្សរ Ha Hi Fu He Ho ម្ដងទៀត Ha Hi Hu He Ho Ha Hi Hu He Ho បន្តមកទៀតតើអ្នកសម្គាល់ឃើញដូចម្តេចចំពោះសំឡេងនៃការអានក្រុមតួអក្សរ Ma Mi Mu Me Mo Ma Mi Mu Me Mo ចំពោះក្រុមតួអក្សរ Ma Mi Mu Me Mo គឺគ្មានចំណុចពិបាកក្នុងការបញ្ចេញសំឡេងតួអក្សរទាំងនេះសម្រាប់ជនជាតិខ្មែរយើងទេដូច្នេះយើងនឹងស្ដាប់សំឡេងនៃការអានក្រុមតួអក្សរ Ma Mi Mu Me Mo ម្ដងទៀត Ma Mi Mu Me Mo បន្តមកទៀតតើអ្នកសម្គាល់ឃើញដូចម្តេចចំពោះសំឡេងនៃការអានក្រុមតួអក្សរ Ya Yu Yo Ya Yu Yo ចំពោះក្រុមតួអក្សរ Ya Yu Yo គឺមានចំណុចប្រុងប្រយ័ត្នដ៏សំខាន់មួយនៅក្នុងការបញ្ចេញសំឡេងតួអក្សរនីមួយៗទាំងនេះគឺថាយើងមិនគួរសង្កត់សំឡេងធ្ងន់ពេកទៅជាអក្សរ Yo ដោយក្នុងភាសាខ្មែរយើងទាំងស្រុងនោះទេមានន័យថាយើងមិនគួរអានជា Ya Yu Yo ដែលការបញ្ចេញសំឡេងគឺផ្ដោតទៅលើផ្នែកខាងមុខនៃក្រអូមមាត់នោះទេប៉ុន្តែយើងគួរបញ្ចេញសំឡេងនៃក្រុមតួអក្សរ Ya Yu Yo ក្នុងភាសាជប៉ុនដោយផ្ដោតទៅលើផ្នែកខាងក្រោយនៃក្រអូមមាត់វិញទោះជាសំឡេងដែលបញ្ចេញមកគឺមិនសូវជាឮសំឡេងនៃអក្សរ Yo ច្បាស់លាស់ក៏ដោយដូច្នេះយើងនឹងស្ដាប់សំឡេងនៃការអានក្រុមតួអក្សរ Ya Yu Yo ម្ដងទៀត Ya Yu Yo Ya Yu Yo បន្តមកទៀតតើអ្នកសម្គាល់ឃើញដូចម្តេចចំពោះសំឡេងនៃការអានក្រុមតួអក្សរ Da Ri Ru Re Ro La Ri Ru Le Ro ចំពោះក្រុមតួអក្សរ Ra Ri Ru Re Ro ចំណុចចងចាំដ៏សំខាន់មួយនោះគឺដោយករណីក្រុមតួអក្សរ Ka Ki Ku Ke Ko ដែរគឺថាជនជាតិជប៉ុនមិនអាចបែងចែកច្បាស់លាស់រវាងសំឡេងរនិងសំឡេងលដោយក្នុងភាសាខ្មែរយើងទេ
ប៉ុន្តែជនជាតិជប៉ុនអាចប្រើចលនាអណ្ដាតដើម្បីបញ្ចេញសំឡេងម្យ៉ាងដែលស្ថិតនៅចន្លោះកណ្ដាលរវាងសំឡេងរនិងសំឡេងឡហើយនោះគឺអាចជាការលំបាកមួយសម្រាប់ជនជាតិខ្មែរដែលតែងតែបែងចែកច្បាស់លាស់រវាងសំឡេងរនិងសំឡេងឡនៅក្នុងនោះប្រសិនបើត្រូវរើសគឺក្រុមតួអក្សរដាក់រីឬដេរ៉នៅក្នុងភាសាជប៉ុនគឺមានភាពស្រដៀងខ្លាំងទៅនឹងសំឡេងឡជាជាងសំឡេងរនៅក្នុងភាសាខ្មែរយើងដូច្នេះយើងនឹងស្ដាប់សំឡេងនៃការអានក្រុមតួអក្សរដាក់រីឬដេរ៉ម្ដងទៀតឡារីឌឺលេឡូឡារីឌឺលេឡូបន្តមកទៀតយើងឈានចូលដល់ក្រុមតួអក្សរចុងក្រោយនៃភាសាជប៉ុនតើអ្នកសម្គាល់ឃើញដូចម្តេចចំពោះសំឡេងនៃការអានក្រុមតួអក្សរវ៉ាអូវ៉ាអូចំពោះក្រុមតួអក្សរវ៉ាអូចំណុចប្រុងប្រយ័ត្នគឺមានចំពោះតួអក្សរនីមួយៗជាដំបូងតើអ្នកអាចបែងចែករវាងសំឡេងនៃតួអក្សរ V និងតួអក្សរ W ក្នុងភាសាអង់គ្លេសបានទេឧទាហរណ៍ពាក្យថាវ៉ានិងពាក្យថាវ៉ាចំពោះពាក្យថាវ៉ានៅពេលបញ្ចេញសំឡេងបបូរមាត់ក្រោមរបស់យើងនឹងត្រូវស្ថិតនៅក្រោមធ្មេញលើប៉ុន្តែចំពោះពាក្យថាវ៉ានៅពេលបញ្ចេញសំឡេងបបូរមាត់ក្រោមរបស់យើងនឹងមិនប៉ះជាមួយនឹងធ្មេញលើឬប៉ះនឹងបបូរមាត់លើនោះទេដូចគ្នាដែរតួអក្សរវ៉ានៅក្នុងភាសាជប៉ុនគឺត្រូវបញ្ចេញសំឡេងជាវ៉ាមិនមែនជាសំឡេងវ៉ានោះទេដោយឡែកចំពោះតួអក្សរអូគឺត្រូវអានសំឡេងដូចទៅនឹងតួអក្សរអូនៅក្នុងក្រុមតួអក្សរអាអ៊ីអ៊ឺអេអូដែលយើងបានសិក្សានៅវីដេអូមុនរួចមកហើយតួអក្សរអូទាំងពីរនេះទោះជាមានសំឡេងអានដូចគ្នាប៉ុន្តែតួអក្សរនីមួយៗគឺមានរបៀបសរសេរលក្ខណៈខុសគ្នានិងមានមុខងារផ្សេងគ្នានៅក្នុងភាសាជប៉ុនចំពោះតួអក្សរទោះជារ៉ូម៉ាជីសរសេរដាក់ថា N ប៉ុន្តែតួអក្សរនេះនឹងមិនអានជាអក្សរ N នោះទេតួអក្សរគឺមានមុខងារស្ថិតនៅខាងក្រោយគេដើម្បីបំពេញសំឡេងឲ្យពាក្យដែលនៅខាងមុខប៉ុណ្ណោះឧទាហរណ៍ពាក្យថា Kanji ដែលតួអក្សរគឺស្មើនឹង N បន្តនៅក្នុងភាសាខ្មែរយើងហើយមានមុខងារបំពេញសំឡេងទៅលើពាក្យថា Ka ឲ្យអាចអានទៅជាពាក្យថា Kan ឧទាហរណ៍មួយទៀតគឺពាក្យថា Nihon ដែលបកប្រែថាប្រទេសជប៉ុននៅក្នុងនោះតួអក្សរគឺស្មើនឹងអក្សរ Ng នៅក្នុងភាសាខ្មែរយើងហើយមានមុខងារបំពេញសំឡេងទៅលើពាក្យថា Ho ឲ្យអាចអានទៅជាពាក្យថា Hong ឧទាហរណ៍មួយទៀតគឺពាក្យថា Konbanwa ដែលតួអក្សរគឺស្មើនឹងអក្សរ Mo នៅក្នុងភាសាខ្មែរយើងហើយមានមុខងារបំពេញសំឡេងទៅលើពាក្យថា Kho ឲ្យអាចអានទៅជាពាក្យថា Khom ដូច្នេះតួអក្សរត្រូវបានប្រើនៅផ្នែកខាងចុងនៃពាក្យដើម្បីបំពេញសំឡេងឲ្យពាក្យខាងមុខប៉ុណ្ណោះដោយតួអក្សរអាចដើរតួជាសំឡេង N ឬសំឡេង Ng ហើយក៏អាចដើរតួជាសំឡេង Mo ផងដែរដូច្នេះយើងនឹងស្ដាប់សំឡេងនៃការអានក្រុមតួអក្សរវ៉ាអូម្ដងទៀតវ៉ាអូវ៉ាអូជាសង្ខេបនៅក្នុងវីដេអូនេះយើងបានសិក្សាអំពីការអានតួអក្សរហិរ៉ាងាណាមួយចំនួនបន្ថែមទៀតព្រមទាំងបានសិក្សាអំពីចំណុចចងចាំសំខាន់ៗនៅក្នុងការបញ្ចេញសំឡេងអានតួអក្សរហិរ៉ាងាណាទាំងនោះផងដែរកិច្ចការផ្ទះសម្រាប់អ្នកទាំងអស់គ្នាគឺសូមអ្នកស្ដាប់សំឡេងនិងអានតួអក្សរហិរ៉ាងាណាដែលយើងបានសិក្សានៅវីដេអូនេះឲ្យបានស្ទាត់ជំនាញទោះជាមិនទាន់អាចសរសេរបានក៏ដោយនៅទីនេះយើងនឹងស្ដាប់ការបញ្ចេញសំឡេងនៃតួអក្សរហិរ៉ាងាណាទាំងនោះសារជាថ្មីម្ដងទៀតណានីぬណេណូហាហ៊ីហ៊ឺហេហូម៉ាមីមុមេម៉ូយ៉ាយូយោឡា
り、る、れ、ろ、わ、お、ん ម្យ៉ាងទៀតអ្នកក៏អាចប្រើប្រាស់វីដេអូលំហាត់នៅបន្ទាប់ពីវីដេអូនេះសម្រាប់ជាជំនួយបន្ថែមក្នុងការចងចាំតួអក្សរហិរញ្ញណាផងដែរនៅមេរៀនក្រោយយើងនឹងសិក្សាអំពីការសរសេរតួអក្សរហិរញ្ញណាសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះជួបគ្នានៅវីដេអូក្រោយៗទៀតសូមជម្រាបលា